ឆ្ងាញ់អត់ឆ្ងាញ់មុខនេះអ៊ុយមើលឆ្ងាញ់ខ្ញុំប្រាប់ថាឆ្ងាញ់នៅខាងមុខរបស់ពួកខ្ញុំនេះគឺ The Yummy ជើងមាន់អត់ឆ្អឹងជូរហឹរ Wow អញ្ចឹងថ្ងៃហ្នឹងខ្ញុំបានកំង The Yummy ពី Pig The Yummy ឥឡូវយើងមើលភ្លក់រសជាតិចង់ដឹងថារសជាតិឆ្ងាញ់ប៉ុណ្ណាឥឡូវយើងភ្លក់រសជាតិដើមរបស់គាត់សិនខ្ញុំនិយាយថារសជាតិដើមនេះមើលទៅទំនងខ្លាំងមែនតើចំណុចរបស់គេច្រើនណាស់អូច្រើនណាស់រសជាតិរបស់គាត់ប្រភេទជូរប្រៃផ្អែមហឹរជូរតិចតិចប្រៃតិចតិចហើយតិចតិចកូនក្មេងហើយកូនក្មេងក៏អាចញ៉ាំបានដែរមើលចាស់ក៏អាចប្រសាបានដែរបើសិនជាយើងចង់ហឹរយើងអាចញ៉ាំមកទេដែលដាក់ភ្ជាប់ជាមួយនៅក្នុងបញ្ចប់នឹងបានហើយយើងញ៉ាំមួយបន្លែទៅនេះឆ្ងាញ់អត់ឆ្ងាញ់ឥឡូវខ្ញុំឲ្យក្មួយរបស់ខ្ញុំញ៉ាំចំណាក្មេងញ៉ាំបានអត់ពេលដែលឃើញហឹរក្រហមអញ្ចឹងមកប្លាច់ចាំហើយឆ្ងាញ់អត់ចង់ប្រាប់ឲ្យឆ្ងាញ់សុំថែម5ថងទៀតឥឡូវបន្ទាប់ពីយើងញ៉ាំជើងមាន់ជូរហឹរអត់ឆ្អឹងហើយឥឡូវយើងមកភ្លក់ជាតិមួយទៀតនេះគឺប្រភេទអីដែរជ្រក់ជើងមាន់ខ្ទឹមក្រហមវ៉ាវតំណងខ្លាំងមែនទែនឥឡូវភ្លក់អានឹងជាមួយខ្ញុំទាំងអស់គ្នាអើយឈ្ងុយដល់ឈួលខ្ទឹមក្រហមផងហ្នឹងអូច្រើនខ្លាំងមែនទែនមើលលង្ហេចានអត់ឈ្ងុយទេខ្ទឹមក្រហមនេះមែនអត់ឆ្ងាញ់រសជាតិមួយនេះគឺឆ្ងាញ់អាធំហឹងធានាហ្មងអត់ទៅធំខ្ទឹមក្រហមខ្លាំងហើយជក់យើងមាន់គ្រឿងផ្សំគោលរបស់គេខ្ទឹមក្រហមមែនតែមានអារម្មណ៍ថាវាធំខ្លាំងតិចមែនណាធំខ្លាំងខ្ទឹមក្រហមតិចមែនតើរសជាតិឆ្ងាញ់មុខនេះអ៊ុយមើលឆ្ងាញ់ខ្ញុំប្រាប់ថាឆ្ងាញ់ថាទៅហឹរទៀតញ៉ាំបានឥឡូវយើងចូលមកនៅចុងក្រោយរបស់យើងគឺជើងមាន់ស្ងួតអត់ឆ្អឹងហើយចំណែកអានេះវិញគឺមានឆ្អឹងឥឡូវចង់ដឹងរសជាតិឆ្ងាញ់ប៉ុណ្ណាចាក់សាកញ៉ាំទាំងអស់គ្នាដល់មានក្លិនអីផងហ្នឹងដល់មានធំក្លិនអីមែនទេរសជាតិវិញណាផ្អែមប្រៃជូរហើយសំខាន់ដិតហ្នឹងបងរសជាតិឆ្ងាញ់រសជាតិដិតខ្ញុំចូលចិត្តញ៉ាំខ្ញីនេះហើយគ្រប់កញ្ចប់សុទ្ធតែមានម្ទេសក្របចង់ហឹរញ៉ាំទៅអ្នកគ្នាទៅនេះបើជាតិអត់មើលឲ្យមេដៃThe Yummyមែនមែនឆ្ងាញ់ឆ្ងាញ់អត់ឆ្ងាញ់បើសិនជាអ្នកគ្នាចង់កំង The Yummy ញ៉ាំកុំភ្លេចកំង The Yummy ញ៉ាំបានផេកខ្ញុំដាក់នៅលើអេក្រង់អ្នកគ្នាឆាប់ទៅចូលផេករបស់គាត់ទៅហើយកំងទៅអ្នកគ្នានឹងទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ពីជើងមាន់អត់ឆ្អឹង3ប្រភេទនេះហើយវីដេអូរបស់ខ្ញុំញ៉ាំ The Yummy គឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកគ្នាសម្រាប់ការទស្សនាខ្លាំងមែនទែនកុំភ្លេច like comment និង share វីដេអូនេះម្នាក់មួយផងជួបខ្ញុំឡោបិកនៅវីដេអូក្រោយទៀតបាយបាយអ្នកគ្នាចប់